នេះគឺជាម្ហូបបែបងាយៗហើយអស់លុយតិចទៀតអស់តែ5-6 ពាន់ក៏ធ្វើបានហើយគឺត្រីខឆាជាមួយគល់ស្លឹកគ្រៃហើយត្រប់ពងទាពីក្រោមជាមួយនឹងសាឡាត់ហើយត្រីខតែគឺខ្ញុំជ្រើសយកត្រីខខ្មែរហើយខ្ញុំទៅទិញមកពីផ្សារគឺអស់តែប្រហែល5-6 ពាន់ទេចំណាយអត់តិចហើយក៏យើងធ្វើអាចញ៉ាំបានមួយពេលដែរហើយចំណាយគ្រឿងផ្សំមកមានអីច្រើនទេមានតែគល់ស្លឹកគ្រៃមានតែស្លឹកក្រូចសើចខ្ទឹមសម្ទេសហើយបន្ទាប់មកខ្ញុំក៏បានវាយក្របពងទាបន្តិចដើម្បីដាក់ចៀនសម្រាប់ត្រប់ពីលើសាឡាត់យើងអាចប្រើពងទាក៏បានពងមាន់ក៏បានដែរណាហើយប្រើតែ2គ្រាប់3គ្រាប់ទៅបានហើយសម្រាប់ត្រប់ពីក្រោមទៅមើលទៅវាស្អាតហើយក៏យើងអាចញ៉ាំបានដែរចឹងណាវាចូលជាតិជាមួយទឹកត្រីខទៅក៏វាឆ្ងាញ់ដែរហើយយើងចៀនពងទាហ្នឹងឲ្យឆ្អិនល្មមទៅកុំឲ្យវានៅឆៅកណាឆៅក៏យើងញ៉ាំមិនកើតតែយើងហូបឆ្អិនទៅវាសុវត្ថិភាពសម្រាប់សុខភាពយើងដែរយើងត្រឡប់វានៅពេលឆ្អិនយើងទ្រាប់វាដាក់ពីលើនឹងស្លឹកសាឡាត់ទៅគឺជាការស្រេចហើយពងទាយើងចាប់ដើមឆ្អិនល្អហើយយើងក៏ដួសវាដាក់មកលើសាឡាត់មកដាក់វានៅលើសាឡាត់ហើយយើងទុកវាមួយឡែកសិនទៅប៉ុណ្ណឹងគឺយើងរួចរាល់មួយដំណាក់កាលហើយបន្តមកទៀត